នៅជាប់របងវត្តចំណាស់មួយមានស្រះទឹកដ៏ធំមួយដែលមានទឹកពណ៌បៃតងក្រមៅនិងត្រជាក់ស្រេងពេញមួយឆ្នាំអ្នកភូមិហៅវាថាស្រះបុណ្យព្រោះជាកន្លែងដែលគេតែងតែយកធាតុដែលបូជារួចមកបាចសាច់និងជាកន្លែងដែលមានជំនឿយកត្រីមករំដោះគ្រោះត្រីទាំងនោះត្រូវបានគេចារឈ្មោះនិងសូត្រធម៌បួងសួងសុំសេចក្តីសុខមុននឹងលែងចូលទៅក្នុងស្រះដែលពោពេញដោយគំទេចឆ្អឹងខ្មោចពូដួងជាបុរសម្នាក់ដែលមានចិត្តរឹងរូសនិងមិនសូវជឿលើរឿងអរូបីដោយសារឃើញត្រីនៅក្នុងស្រះនោះធំនិងប្លែកពូដួងក៏សម្រេចចិត្តលួចទៅបង់សំណាញ់ទាំងយប់អធ្រាត្រទោះបីជាចាស់ទុំក្នុងភូមិតែហាម5ថាត្រីវត្តឆ្អឹងខ្មោចកុំប៉ះពាល់ក៏ដោយនៅយប់នោះខ្យល់បក់មកត្រជាក់ដល់ឆ្អឹងខ្នងពូដួងឈរនៅលើមាត់ស្រះទឹករៀបចំសំណាញ់យ៉ាងស្ទាត់ជំនាញរំពេចនោះផ្ទៃទឹកដែលធ្លាប់តែស្ងប់ស្ងាត់ចាប់ផ្ដើមមានចលនាមាត់ត្រីរាប់រយចំហឡើងហួសពីផ្ទៃទឹកហាក់ដូចជាកំពុងរងចាំចំណីប៉ុន្តែមាត់ទាំងនោះមិនមែនជាមាត់ត្រីធម្មតាទេវាមានធ្មេញដូចមនុស្សនិងបញ្ចេញសំឡេងធ្ងរហឺតិចដោយភាពលោភលន់ពូដួងមិនខ្វល់ក៏ក្រវែងសំណាញ់ចុះទៅក្នុងទឹកក្រឹបជាប់ហើយធ្ងន់ណាស់ពូដួងខំប្រឹងទាញសំណាញ់ឡើងមកលើគោកទាំងត្រេកអរតែនៅពេលដែលសំណាញ់ជិតមកដល់មាត់ច្រាំងពន្លឺព្រះច័ន្ទបានជះទៅលើរបស់ដែលនៅក្នុងសំណាញ់នោះវាគ្មានត្រីសូម្បីតែមួយក្បាលអ្វីដែលនៅក្នុងសំណាញ់នោះគឺជាក្បាលខ្មោចដែលមានសក់រវិមរវាមដើមដៃដែលរលេះរលួយនិងជើងមនុស្សដែលដាច់ចេញពីគ្នាកំពុងរើបំរាស់ននាលនៅក្នុងសំណាញ់ដូចមានជីវិតភ្នែកខ្មោចទាំងនោះសម្លឹងមកចំមុខពូដួងរួចហាមាត់និយាយស្របគ្នាថាយកយើងទៅណាពូដួងអីស្រន់ស្លោញ័រដៃញ័រជើងរលាស់សំណាញ់ចោលទាំងបង្ខំរួចរត់ដង្ហក់សំដៅទៅផ្ទះវិញដោយមិនងាកក្រោយចាប់តាំងពីយប់នោះមកពូដួងបានធ្លាក់ខ្លួនឈឺធ្ងន់ដេកស្ដុកស្ដឹងនៅតែលើគ្រែរៀងរាល់យប់គាត់តែងតែឃើញខ្មោចគ្មានក្បាលនិងខ្មោចដាច់ដៃដាច់ជើងមកឈរជុំវិញគ្រែរបស់គាត់វាព្យាយាមទាញជើងគាត់ហាក់ដូចជាចង់ទាញទម្លាក់ទៅក្នុងស្រះទឹកនោះវិញសំឡេងត្រីហើបមាត់ភឹបនៅតែលាន់ក្នុងត្រចៀកគាត់រហូតធ្វើឲ្យគាត់វង្វេងវង្វាន់ស្រែកហៅរកតែសំណាញ់ដែលគាត់បានចោលនៅមាត់ស្រះទឹកនោះ